នាងខ្ញុំថៃថានិតជាមួយ B2B Asia News សូមជូនព័ត៌មានប្រចាំថ្ងៃសម្រាប់ទី26មករា2026ផ្ដើមដោយទីផ្សារតំបន់អាស៊ីសន្ទុះនីគី225បានធ្លាក់ចុះជិត 2% កូស្ពីរបស់កូរ៉េខាងត្បូងបន្ថយជិត 1% សន្ទុះ Straits Times សិង្ហបុរីធ្លាក់ចុះ 0.4% សន្ទុះផ្សារហ៊ុនកម្ពុជាវិញបានធ្លាក់ចុះ 1.84 ពិន្ទុឬ 0.43% មកនៅត្រឹម 423.38 ទំហំពាណិជ្ជកម្មសរុបការឡើងដ៏មានភាគហ៊ុនផ្លាស់ប្ដូរដៃចំនួន 201.280 ដែលមានតម្លៃសរុប 1.29 ពាន់លានរៀលជាង $325,000 អាមេរិកផ្សារគោលភាគហ៊ុនចំនួន2បានកើនឡើងដែលដឹកនាំដោយ GTI ខណៈភាគហ៊ុន5ធ្លាក់ចុះដោយក្រុមហ៊ុន Pestech Cambodia ធ្លាក់ច្រើនជាងគេផ្សារកំណើនវិញ BDB Engineering បានកើនឡើងឯ2ទៀតបានធ្លាក់ចុះគឺ JS Land និង Picasso City Gardenប្រាក់រៀលវិញឡើងដល់4029រៀលក្នុង$1ហើយសន្ទុះដុល្លារអាមេរិកធ្លាក់ចុះមកនៅត្រឹម 97.14 ទំនិញសកលតម្លៃប្រេងបានកើនឡើងខ្ពស់កាលពីថ្ងៃច័ន្ទបន្ទាប់ពីបានកើនឡើងច្រើនជាង 2% នៅក្នុងវគ្គមុនប្រេងឆៅ Brent បានកើនឡើង 0.4% ដល់ $66.11 អាមេរិកក្នុង1បារ៉ែលប្រេងឆៅ WTI របស់អាមេរិកមានតម្លៃ $61.26 អាមេរិកក្នុង1បារ៉ែលកើនឡើង 0.3% មាសហក់ឡើងខ្ពស់គឺ$5,100 អាមេរិកក្នុង1អោនកាលពីថ្ងៃច័ន្ទ Spot Gold វិញកើនឡើង 2.2% ក្នុងតម្លៃជួញដូរ$5,089.78 អាមេរិកក្នុង1អោនអនាគតមាសរបស់សហរដ្ឋអាមេរិកសម្រាប់ការចែកចាយនៅខែកុម្ភៈក៏បានកើនឡើងចំនួនដូចគ្នាទៅនឹង$5,086.30 អាមេរិកក្នុង1អោនសូមបន្តទៅកាន់ព័ត៌មានដែលទាក់ទងនឹងអាជីវកម្មចម្រុះដទៃទៀតកម្ពុជានិងឡាវចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយស្តីពីដឹកជញ្ជូនឆ្លងកាត់ទំនិញកសិផលដែលអនុញ្ញាតឲ្យទំនិញកសិកម្មកម្ពុជាដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវទៅកាន់ប្រទេសទី3ជាពិសេសគឺប្រទេសចិនកិច្ចព្រមព្រៀងនេះត្រូវបានចុះនៅថ្ងៃទី25ខែមករាឆ្នាំ2026ដោយរដ្ឋមន្ត្រីក្រសួងកសិកម្មនិងបរិស្ថាននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទយោងតាមរបាយការណ៍ឆ្នាំដដែលដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី24ខែមករាឆ្នាំ2025បានបញ្ជាក់ថាវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជានៅតែរក្សាបាននូវកំណើនតិចតួចទាំងលើផ្នែកឥណទាននិងប្រាក់បញ្ញើទោះបីជាមានការប្រឈមមុខនឹងស្ថានភាពសេដ្ឋកិច្ចនៅខាងក្រៅនិងក្នុងស្រុកក៏ដោយនៅថ្ងៃទី24ខែមករាឆ្នាំ2026បេឡាជាតិសន្តិសុខសង្គមនិងទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារនិងបណ្ដុំបណ្ដាវិជ្ជាជីវៈបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជានិងរដ្ឋបាលខេត្តបន្ទាយមានជ័យបន្តរៀបចំពិព័រណ៍ការងារសន្តិសុខសង្គមនិងបណ្ដុំបណ្ដាវិជ្ជាជីវៈអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃយុវជននិងអ្នកស្វែងរកការងារនៅខេត្តបន្ទាយមានជ័យដោយក្នុងគម្រោងនេះរំពឹងថាមានអ្នកចូលរួមប្រមាណជាង 2000 នាក់ជាពិសេសគឺពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃគួរជំរាបជូនថាវេទិកានេះជាកន្លែងជំនួបរវាងអ្នកស្វែងរកការងារនិងនិយោជកដើម្បីដាក់ពាក្យសម្ភាសន៍និងទទួលបានការងារភ្លាមៗជាមួយនឹងក្រុមហ៊ុនធំៗចំនួន4ដែលត្រូវការកម្លាំងពលកម្មប្រមាណ 2650 កន្លែងខ្ញុំថានិតសូមបញ្ចប់ព័ត៌មានប្រចាំថ្ងៃនៃ B2B Asia នេះត្រឹមតែប៉ុណ្ណេះវិលមកជួបលោកអ្នកនាងជាថ្មីនៅថ្ងៃបន្ទាប់